ទស្សនីបងប្អូនប្រិយមិត្តទស្សនិកជនសិក្សាភាសាអង់គ្លេសទាំងអស់គ្នាយើងចូលមកកាន់មេរៀនរបស់យើងបន្តទៀតទាក់ទងជាមួយនឹងនាមនរដែលក៏ប៉ុន្តែមានលក្ខណៈផ្សេងមួយទៀតដែលសំដៅទៅលើនាមប្រមូលផ្ដុំ collective nouns បាទ collective nouns យើងប្រែថានាមប្រមូលផ្ដុំដែលវាបង្ហាញអំពីការផ្ដុំនៃអ្វីមួយដែលនៅក្នុងពាក្យតែមួយណាមួយបាទអញ្ចឹងមុនយើងបន្តសម្រាប់លោកអ្នកបងប្អូនដែលទើបតែទស្សនាវីដេអូរបស់ខ្ញុំដំបូងឬក៏មិនទាន់បានចុច like subscribe និងសញ្ញារូបកណ្ដឹងនៅក្នុង channel YouTube របស់ខ្ញុំនៅឡើយទេសូមជួយចុច like subscribe និងសញ្ញារូបកណ្ដឹងផងដើម្បីទទួលបានទស្សនាវីដេអូមេរៀនថ្មីផ្សេងទៀតជារៀងរាល់ថ្ងៃក៏ដូចជាការលើកទឹកចិត្តដល់ខ្ញុំជាអ្នកផលិតវីដេអូនេះផងដែរ Definition និយមន័យA collective noun is a noun that names a group of people, animals, or things considered as one unit. នាមប្រមូលផ្ដុំគឺជានាមដែលប្រាប់ឈ្មោះក្រុមនៃមនុស្សសត្វឬក៏អ្វីមួយដែលគេចាត់ទុកជាឯកតាតែមួយបានចឹងយើងសំដៅទៅលើនាមប្រមូលផ្ដុំនេះឯងគឺសំដៅទៅលើឯកតាតែមួយនេះគឺមានន័យថាពាក្យនឹងតែមួយឯងប៉ុន្តែក្តោបនៅក្នុងសមាជិកទាំងអស់នៅក្នុងក្រុមនឹងបាទហើយនៅក្នុងក្រុមនឹងអាចជាមនុស្សឬក៏សត្វឬក៏អ្វីមួយបាទដោយសារតែឯកតាតែមួយឬក៏ពាក្យតែមួយដែលក្តោបពាក្យផ្សេងទៀតដែលនៅក្នុងនឹងហើយបានគេហៅថាវាជានាមប្រមូលផ្ដុំដោយសារវាប្រមូលផ្ដុំពាក្យផ្សេងទៀតដែលនៅក្នុងវាឲ្យទៅតែមួយនឹងឯងបើចឹងយើងមើលឧទាហរណ៍ជាមនុស្ស people បាទចឹងឧទាហរណ៍ដូចជាteam គឺយើងប្រែថាក្រុមបាទអាចជាក្រុមបាល់ទាត់ឬក៏ក្រុមបាល់ទះឬក៏ក្រុមលេងអ្វីមួយនឹងឯងបាទឧទាហរណ៍ក្រុមបាល់ទាត់គ្រាន់តែយើងប្រើពាក្យថាក្រុមបាល់ទាត់មួយម៉ាត់គឺវាក្តោបពាក្យនៅក្នុងនឹងជារួមគឺមានទាំងអ្នកសុទ្ធបញ្ចូលទីអ្នកចាំទីអ្នកចាំស្លាប់ស្ដាំស្លាប់ឆ្វេងបាទឬក៏អ្នកដែលមានតួនាទីទាំងឡាយដែលធ្វើការរួមគ្នាដើម្បីទទួលបានជ័យជំនះនៅក្នុងក្រុមហ្នឹងបាទបន្ទាប់ទៀតពាក្យ family ដែលយើងប្រែថាគ្រួសារបាទជាងគ្រាន់តែយើងប្រើពាក្យថាគ្រួសារមួយម៉ាត់គឺយើងក្តោបពាក្យទាំងឡាយដែលនៅក្នុងហ្នឹងគឺមានពុកម្ដាយបងប្អូនយាយតាសាច់ញាតិផ្សេងនៅក្នុងហ្នឹងបាទអញ្ចឹងគ្រាន់តែប្រើពាក្យ family គ្រួសារមួយម៉ាត់ហ្នឹងគឺវាផ្ដុំវាក្តោបពាក្យទាំងឡាយដែលនៅក្នុងហ្នឹងនឹងហើយជានាមប្រមូលផ្ដុំអូខេបើពាក្យ class បាទ class គឺសំដៅទៅលើសិស្សឬក៏សិស្សានុសិស្សនឹងឯងដែលនៅក្នុងនឹងទាំងប្រុសទាំងស្រីដែលហើយនៅក្នុងសាលាក្នុងថ្នាក់រៀននឹងឯងអញ្ចឹងក៏យើងប្រើពាក្យ class មួយម៉ាត់ហ្នឹងគឺក្តោបគឺផ្ដុំពាក្យទាំងអស់ដែលជាសិស្សប្រុសស្រីចាស់ក្មេងអីទាំងឡាយនៅក្នុងហ្នឹងបាទអូខេ committee យើងប្រែថាគណៈកម្មការគឺសំដៅទៅលើអ្នកវិនិច្ឆ័យអ្នកដែលតំណាងអីផ្សេងនៅក្នុងកិច្ចការណាមួយបាទដែលជារួមមានសមាជិកទាំងឡាយដែលនៅក្នុងហ្នឹងគ្រាន់តែយើងប្រើពាក្យថា committee គណៈកម្មការគឺក្តោបគឺផ្ដុំឲ្យពាក្យទាំងឡាយដែលនៅក្នុងហ្នឹងដែលមានតួនាទីជាអ្នកវិនិច្ឆ័យជាអ្នកគ្រប់គ្រងផ្នែកការងារណាមួយហ្នឹងទៅបាទអញ្ចឹងយើងមើលឧទាហរណ៍ជាប្រយោគ The team is practicing today ក្រុមគឺកំពុងរៀបចំថ្ងៃនេះបាទអញ្ចឹងយើងឃើញថាដោយសារតែពាក្យ team ប្រែថាក្រុមនឹងឯងដែលក្តោបដែលផ្គុំនៅសមាជិកទាំងឡាយដែលនៅក្នុងក្រុមនឹងឲ្យទៅតែមួយដោយប្រើពាក្យថាក្រុមនឹងឯងនៅក្នុងនឹងគឺមានសមាជិកជាច្រើនតែគេផ្ដុំឲ្យទៅជាពាក្យតែមួយហៅថាក្រុមនឹងឯងឲ្យទៅជាមួយវិញអញ្ចឹងវាជាឯកវចនៈដោយសារតែវាជាឯកវចនៈនឹងហើយបានជាគេប្រើជាមួយនឹង is ដែលជា be verb ដែលមាន am is are នឹងឯងតែគេប្រើជាមួយនឹង is ដោយសារតែteam នេះឯងគឺជាឯកវចនៈអញ្ចឹងកណ្ដាប្រធានជាឯកវចនៈអញ្ចឹងយើងប្រើជាមួយនឹង is ដែលជា be verb របស់យើងមាន am is are នឹងឯង Her family eats dinner together every night គ្រួសាររបស់នាងញ៉ាំអាហារពេលល្ងាចជុំគ្នាជារៀងរាល់យប់បាទអញ្ចឹងយើងឃើញពាក្យ family គឺមានបងប្អូនម្ដាយឪពុកយាយតាសាច់ញាតិផ្សេងនៅក្នុងនឹងទាំងអស់តែគេផ្ដុំឲ្យទៅជាពាក្យតែមួយគឺពាក្យ family ដែលជាឯកវចនៈបាទអញ្ចឹងកណាប្រធានឯកវចនៈកណាយើងប្រើជាមួយនឹងកិរិយាសព្ទដែលបង្ហាញពីសកម្មភាពអញ្ចឹងកិរិយាសព្ទបង្ហាញពីសកម្មភាពហ្នឹងគឺត្រូវថែម s
ឬក៏មានពាក្យខ្លះទៀតគឺគេថែម es ឬក៏ ies ទៅតាមប្រភេទនៃពាក្យរបស់វាដែលយើងនឹងរៀននៅក្រោយបាទអញ្ចឹងយើងមើលបន្តទៀតនាមប្រមូលផ្ដុំដែលវាក្តោបពាក្យរួមទាំងឡាយគឺតកតើងជាមួយនឹងសត្វបាទ animals អញ្ចឹងយើងមើលឧទាហរណ៍ពាក្យ flock បាទពាក្យ flock គឺជាក្រុមនៃ sheep សត្វចៀម birds បក្សាបក្សីឬក៏ geese កងានបាទអញ្ចឹងទាំងអស់នេះគឺជាប្រភេទនៃសត្វទាំងឡាយដែលមានច្រើនក្បាលនៅក្នុងហ្នឹងប៉ុន្តែគេក្តោបយកតែមួយឧទាហរណ៍ថាចៀមមាន10ក្បាលឬក៏20ក្បាលតែគេក្តោបទៅជាពាក្យថា flock ហើយ birds អញ្ចឹងដែរយើងច្រើនក្បាលប៉ុន្តែផ្ដុំទៅពាក្យ flock geese អញ្ចឹងដែរទៅជាពាក្យ flock បាទអញ្ចឹងតើតើជាមួយនឹងការបកប្រែជាខ្មែរពាក្យ flock ហ្នឹងយើងបកប្រែយ៉ាងម៉េចបាទយើងមើលទៅតាមបរិបទនៃពាក្យដែលនៅក្នុងនេះអញ្ចឹងជាធម្មតាកាលណាចៀមផ្ដុំចូលគ្នាយើងប្រើពាក្យអីគេគឺវងចៀមបាទហើយបក្សាបក្សីក៏អញ្ចឹងដែរវងបក្សាបក្សីហើយ geese កងានហើយកង្កោកឲ្យផ្សេងហ្នឹងក៏យើងប្រែជាវងដែរអញ្ចឹងសរុបមកពាក្យ flock នេះឯងបកប្រែទៅតាមអត្ថន័យនៃការផ្ដុំនៃសត្វទាំងឡាយដែលនៅក្នុងនេះឯងអញ្ចឹងយើងប្រែថាវងបាទបន្តមកទៀតពាក្យ herd បាទពាក្យ herd ជាពាក្យដែលក្តោបផ្គុំរួមនៃសត្វទាំងឡាយនេះដែរបាទដូចជាសត្វ deer ក្តាន់ cows មេគោ elephants សត្វដំរី horses សេះបាទអញ្ចឹងមានពាក្យខ្លះវាជាពហុវចនៈតែសរសេរជាទំនងឯកវចនៈដោយសារតែទំនងពហុវចនៈឯកវចនៈគឺតែមួយបាទដែលយើងបានរៀនហើយនៅក្នុងវចនៈនៃនាមបាទមាននាមខ្លះដើម្បីទៅជាពហុវចនៈគឺថែម s ឬក៏ថែម es ឬក៏ ielves ផ្សេងបាទតែនាមខ្លះគឺសរសេរដដែលបាទដែលយើងបានរៀនហើយអញ្ចឹងតើទៅជាមួយនឹងពាក្យ herd នេះឯងគឺក្តោបទៅលើពាក្យសត្វក្តាន់គោដំរីឬក៏សេះនឹងឯងបាទអញ្ចឹងតាមបរិបទរបស់វាពាក្យដែលនៅក្នុងនេះទៀតហើយអញ្ចឹងយើងប្រែថាយ៉ាងម៉េចយើងតើទៅជាមួយនឹងពាក្យទាំងនេះគឺយើងប្រែថាវងបាទវងក្តាន់វងគោវងដំរីវងសេះនឹងឯងបាទអូខេបន្តទៀតពាក្យ pack យើងប្រើជាមួយនឹងសត្វដូចជា dogs ឆ្កែ wolf ចចក coyotes ក៏យើងប្រែថាចចកដែរបាទអញ្ចឹងទាំងហ្នឹងគឺជាពាក្យដែលមានពាក្យរួមរបស់វាគឺ pack នេះឯងបាទអញ្ចឹងបរិបទនៃការបកប្រែជាឆ្កែចចកឬក៏ចចកផ្សេងនេះឯងអញ្ចឹងយើងអាចបកប្រែពាក្យ pack នេះគឺវងបាទវងដូចតែគ្នាអញ្ចឹងក៏ប៉ុន្តែវាប្រើខុសគ្នាទៅតាមប្រភេទនៃសត្វបាទយើងមើលឧទាហរណ៍ជាប្រយោគ A flock of birds is flying មួយវងនៃសត្វបក្សាបក្សីឬក៏សត្វបក្សាបក្សីមួយវងបាទយើងប្រែជាចេះក្បានយើងប្រែជាចេះក្បានមួយវងនៃសត្វបក្សាបក្សីមួយវងគឺកំពុងហោះហើរបាទអញ្ចឹងយើងឃើញបក្សាបក្សីថែម s ជាពហុវចនៈក៏ប៉ុន្តែគេក្តោបគេផ្គុំឲ្យទៅតែមួយគឺពាក្យ a flock មួយវងបាទអញ្ចឹងវាទៅជាឯកវចនៈវិញដូច្នេះយើងប្រើជាមួយនឹង is A herd of cows grazes in the field មួយវងនៃគោឬក៏គោមួយវងស៊ីស្មៅនៅក្នុងទីវាលបាទអញ្ចឹងគោយើងឃើញថាមាន s ជាពហុវចនៈប៉ុន្តែគេក្តោបឲ្យទៅជា herd ទៅជា a herd មួយវងអញ្ចឹងនាំឲ្យយើងទៅជាឯកវចនៈវិញបាទហើយយើងកន្លែងនេះគឺស៊ីស្មៅគឺជាកិរិយាដែលបង្ហាញពីសកម្មភាពអញ្ចឹងកិរិយាហ្នឹងគឺត្រូវថែម s បាទអញ្ចឹងកាលណាវាជាឯកវចនៈជាមួយគេសព្ទបង្ហាញពីសកម្មភាពគឺថែម s ហើយជាមួយនឹងគេសព្ទ be verb ដែលមាន msr គឺប្រើជាមួយនឹង is គេបន្តមកទៀតយើងមើលក្រុមនៃវត្ថុម្ដងបាទ things បាទទីហៅពាក្យ punch បាទ punch យើងប្រើជាមួយនឹង flowers ផ្កា bananas ចេក grapes ទំពាំងបាយជូរហើយ keys កូនសោបាទអញ្ចឹងពាក្យ punch នេះឯងគឺជាពាក្យដែលក្តោបទៅលើពាក្យទាំងនេះឯងឲ្យទៅជារួមបាទហើយយើងបកប្រែវាទៅតាមបរិបទនៃពាក្យដែលនៅខាងក្នុងអញ្ចឹងយើងឃើញពាក្យ flowers យើងប្រែថាផ្កាបើសិនជាផ្កាមួយដើមឬក៏មួយតើងបាទយើងប្រើពាក្យថាតើងឬក៏ដើមនឹងឯងប៉ុន្តែដល់ពេលគុំចូលគ្នាយើងទៅជាអីគេគឺទៅជាបាច់អញ្ចឹងនាំឲ្យពាក្យ bunch នេះឯងក្នុងបរិបទផ្កាយើងប្រែថាបាច់ផ្កាមួយបាច់
អូខេតើតើជាមួយនឹងចេកដែលមួយផ្លែជាច្រើនផ្គុំចូលគ្នាយើងទៅជាស្និតបាទទៅជាស្និតអញ្ចឹងចេកមួយស្និតអូខេទំពាំងបាយជូរហើយសោយើងប្រែបទគឺយើងប្រែថាចង្កោមអញ្ចឹងទំពាំងបាយជូរមួយចង្កោមឬក៏សោមួយចង្កោមអញ្ចឹងមកបាទអូខេបន្តទៀតពី stack បាទ stack យើងត្រូវប្រើជាមួយនឹងពាក្យ books សៀវភៅ papers ក្រដាស plates ចានហូបបាយចានតប៉ាតយ៉ាងហ្នឹងboxes ប្រអប់បាទអញ្ចឹងនេះហើយគឺជាពាក្យទាំងឡាយដែលត្រូវបានក្តោបដោយពាក្យ stack នេះឯងបាទអូខេយើងបកប្រែទៅតាមបរិបទសៀវភៅមួយកាលណាយើងផ្គុំចូលគ្នាយើងអាចប្រើពាក្យអីគេបាទសៀវភៅមួយគំនើសៀវភៅមួយជុងបាទតែតើជាមួយនឹងបរិបទក្រដាសបាទយើងផ្គុំចូលគ្នាទៅជាអីគេទៅជាដុំបាទអញ្ចឹងក្រដាសមួយដុំអញ្ចឹងមកបាទ plates ចានយើងផ្គុំចូលគ្នាទៅជាមួយជុងឬក៏មួយគំនើអញ្ចឹងមកបាទហើយពី box យើងអាចប្រែថាមួយជុងឬក៏មួយដុំអញ្ចឹងមកបាទទៅតាមបរិបទដែលយើងប្រើប្រាស់ប្រចាំថ្ងៃបន្ទាប់ទៀតដល់ពាក្យ pile យើងប្រើជាមួយនឹងclothes សម្លៀកបំពាក់ leaves ស្លឹកឈើ sand ខ្សាច់ rubbish សម្រាមបាទអញ្ចឹងតើតើជាមួយនឹងសម្លៀកបំពាក់អញ្ចឹងយើងប្រែថាម៉េចសម្លៀកបំពាក់មួយបាច់អញ្ចឹងមកបាទឬក៏មួយដុំអញ្ចឹងមកតាមនយោបាយដែលយើងនិយមនិយាយអូខេពាក្យស្លឹកឈើ leaves យើងបោះកើចូលគ្នាយើងប្រែថាមួយគំនើឬក៏មួយពំនុកអញ្ចឹងមកsand ខ្សាច់យើងកើចូលគ្នាយើងមួយគំនើមួយពំនុកដែរអញ្ចឹងដែរមកបាទហើយ rubbish សម្រាមយើងក៏ប្រែទៅតាមបរិបទហ្នឹងមកគឺមួយគំនើឬក៏មួយពំនុកអញ្ចឹងមកបាទអូខេពាក្យ set យើងប្រើជាមួយនឹងពាក្យ tools ឧបករណ៍ប្រើប្រាស់ខ្យងខ្ចៅសោជួសជុលអីហ្នឹង dishes ចានធំចានទូទៅអូខេ rules ច្បាប់ក្បួនបាទfurniture គ្រឿងសង្ហារឹមអញ្ចឹងយើងបកប្រែទៅតាមបរិបទឧបករណ៍ប្រើប្រាស់ជួសជុលនឹងឯងយើងប្រែមិនយើងប្រែថាមួយសំណុំបាទមួយសំណុំអញ្ចឹងមកហើយចានមួយគំនើមួយដុំអញ្ចឹងមកបាទហើយច្បាប់មួយសំណុំក្បួនមួយសំណុំហើយគ្រឿងសង្ហារឹមជាគេដែរមួយសំណុំដែរបាទពីបរិបទរបស់វាអញ្ចឹងអូខេយើងឧទាហរណ៍ប្រយោគ A stack of books is on the desk សភៅមួយគំនើឬក៏សភៅមួយជុងគឺនៅលើតុការិយាល័យអូខេចឹងយើងមើលឃើញពាក្យថាសភៅជាភូវចនៈតែផ្ដុំទៅជា stack មួយជុងវិញទៅជាឯកវចនៈវិញចឹងយើងប្រើជាមួយនឹង is ហើយ a set of dishes serves the family every day ចានមួយជុងបំរើដល់គ្រួសារជារៀងរាល់ថ្ងៃចឹងយើងឃើញពាក្យ dishes នេះឯងផ្គុំទៅជា set ទៅជាឯកវចនៈវិញដែលគណៈឯកវចនៈកិរិយាសព្ទត្រូវតាម s បើអញ្ចឹងកន្លែងយើងតាម s អូខេបន្តមកទៀតយើងមើលទម្រង់នៃ collective noun ដែលប្រើជាមួយនឹង of collective noun used with of អញ្ចឹងយើងឃើញទម្រង់ collective noun of ហើយនឹង noun បាទអញ្ចឹង collective noun យើងស្ដាប់ទៅលើពាក្យដែលក្តោបគេនឹងឯងវាដូចជាពាក្យ bunch ពាក្យ stack ពាក្យ flock នឹងឯងហើយបូកជាមួយនឹង of ដើម្បីភ្ជាប់រវាងនាមប្រមូលផ្ដុំជាមួយនឹងនាមផ្សេងទៀតដែលវាក្តោបដែលវាផ្គុំឲ្យទៅជាតែមួយបាទអញ្ចឹងយើងមើលឧទាហរណ៍ A group of students is waiting outside ក្រុមមួយនៃសិស្សឬក៏សិស្សមួយក្រុមគឺកំពុងរង់ចាំនៅខាងក្រៅយើងឃើញថា A group នេះឯងគឺជា collective noun គឺជាពាក្យដែលផ្ដុំហើយគេភ្ជាប់ទំនាក់ទំនងទៅកាន់ពាក្យ students ដោយពាក្យ of នេះឯងបើដល់ពាក្យ of នេះឯងគឺយើងត្រូវតែប្រើអញ្ចឹងដោយសារដើម្បីភ្ជាប់ទំនាក់ទំនងរវាងពាក្យពីរនឹងឲ្យចូលគ្នាបាទអញ្ចឹងយើងប្រើពាក្យ of នឹងឯងហើយវាផ្គុំទៅលើ noun នេះឯងដែលជានាមទូទៅដែលជាពហុវចនៈបាទជាពហុវចនៈតែក៏ផ្ដុំជាមួយនឹង a group of បាទអញ្ចឹងឲ្យវាទៅជាក្រុមជារួមដោយសារតែពាក្យ a group of នេះឯងបាទអញ្ចឹងយើងកាលណាយើងបង្ហាញពីការក្តោបការរួមការផ្គុំគឺយើងប្រើ
collective noun បូកជាមួយនឹង of នឹងឯងបាទជាងឲ្យទៅជាតែមួយ A bunch of flowers decorates the room ផ្កាមួយបាច់ឬក៏មួយបាច់នៃផ្កាបាទតុបតែងបន្ទប់បញ្ចេញយើងឃើញពាក្យផ្កាគឺជាពហុវចនៈតែផ្ដុំទៅជាឯកវចនៈដែលពាក្យថាមួយបាច់ a bunch ជាងវាទៅជាឯកវចនៈវិញដូច្នេះកិរិយាសព្ទដែលបង្ហាញពីសកម្មភាពគឺយើងមានការធ្វើ s នេះឯងបាទគឺប៉ុណ្ណឹងនេះហើយគឺជាអ្វីដែលគេហៅថានាមប្រមូលផ្ដុំគឺដោយសារតែវាបង្ហាញពីឯកតាតែមួយដែលក្តោបទៅលើពាក្យទាំងឡាយដែលនៅក្នុងវានឹងឯងបាទអូខេបន្តមកទៀតយើងមើលចំណុចនេះ collective nouns are singular បាទនាមប្រមូលផ្ដុំដែលជាឯកវចនៈបាទអញ្ចឹងនាមប្រមូលផ្ដុំវាអាចមានឯកវចនៈអាចជាពហុវចនៈទៀតទៅតាមបរិបទរបស់វាដែរផងដែរបាទអូខេយើងមើលwhen the group is thought of as one unit use a singular verb នៅពេលដែលក្រុមដែលគេចាត់ទុកជាឯកតាតែមួយអញ្ចឹងយើងប្រើកិរិយាសព្ទឯកវចនៈបាទកិរិយាសព្ទឯកវចនៈគឺសំដៅទៅលើ be verb ប្រើជាមួយនឹង is បើសិនជាគេសព្ទសកម្មភាពគឺមានការថែម s ឬក៏ ies អញ្ចឹងយើងមើលឧទាហរណ៍ My family is in Phnom Penh គ្រួសាររបស់ខ្ញុំគឺនៅក្នុងទីក្រុងភ្នំពេញអញ្ចឹងយើងឃើញថា is នេះឯងគឺជា singular verb គឺជាកិរិយាសព្ទ be verb ដែលបង្ហាញពីឯកវចនៈអញ្ចឹងគេប្រើជាមួយនឹង is ដោយសារប្រធាន my family គឺជាពាក្យមួយដែលជានាមប្រមូលផ្ដុំដែលផ្ដុំឲ្យទៅជាឯកវចនៈអញ្ចឹងវាទៅជាឯកវចនៈប្រធានឯកវចនៈអញ្ចឹងយើងប្រើជាមួយនឹង be verb គឺ is Okay the class takes an exam today សិស្សទទួលការប្រឡងមួយនៅថ្ងៃនេះយើងឃើញថា class នឹងឯងគឺជាក្រុមនៃសិស្សបាទពាក្យបច្ចេកទេសយើងប្រើពាក្យ class នឹងឯងហើយវាជាឯកវចនៈដោយសារវាផ្គុំទៅលើសិស្សទាំងឡាយឲ្យទៅជាមួយគឺ class នឹងឯងអញ្ចឹងហើយ class នឹងឯងគឺជាបណ្ដុំនៃ students បាទឬក៏ pupils នឹងឯងអូខេអញ្ចឹងយើងឃើញថាវាជាឯកវចនៈដូច្នេះគេសព្ទដែលបង្ហាញពីសកម្មភាពគឺយើងប្រើ s នេះឯងបាទអូខេបន្តមកទៀតគឺយើងមើលតើទៅជាមួយនឹងពហុវចនៈម្ដង collective nouns as plural នាមប្រមូលផ្ដុំជាពហុវចនៈបាទអញ្ចឹងខាងលើជាឯកវចនៈខាងក្រោមជាពហុវចនៈចឹងវាប្រែប្រួលយ៉ាងម៉េចឲ្យទៅជាពហុវចនៈហ្នឹង When the members of the group are thought of as individual use a plural verb នៅពេលដែលសមាជិកទាំងឡាយនៃក្រុមហ្នឹងចូលជាផ្នែកផ្សេងគ្នាឬក៏ទៅតាមរូបរាងនីមួយៗផ្សេងគ្នាអញ្ចឹងគេឲ្យយើងប្រើជាកិរិយាសព្ទពហុវចនៈបាទអញ្ចឹងកាលណានៅក្នុងក្រុមហ្នឹងបើទោះបីជាមានការក្តោបហើយពាក្យឲ្យទៅជាឯកវចនៈក៏មិនពិតក៏ប៉ុន្តែកាលណាសមាជិកក្នុងក្រុមហ្នឹងបញ្ចេញសកម្មភាពផ្សេងគ្នានឹងមានន័យថាវាមានមនុស្សខុសគ្នាដែលត្រូវរាប់ដែលត្រូវគិតដែលទៅជាពហុវចនៈវិញយើងមើលឧទាហរណ៍ The team are arguing among themselves ក្រុមគឺឆ្លោះគ្នាក្នុងចំណោមពួកគេបានជាយើងឃើញកន្លែងនេះគឺ team នៅតែ team ដដែលទេតែយើងប្រើជាមួយនឹង are នោះមូលហេតុដោយសារតែ team កន្លែងនេះមិនមែនជាឯកវចនៈទៀតទេគឺជាពហុវចនៈអញ្ចឹងយើងមិនដឹងយើងអាស្រ័យទៅលើអត្ថន័យនៃបរិបទនៅខាងក្រោយនេះអញ្ចឹងយើងឃើញថាក្រុមហ្នឹងគឺធ្វើសកម្មភាពនៃការឆ្លោះគ្នាក្នុងចំណោមពួកគេនីមួយៗនឹងឯងអញ្ចឹងកាលណាឆ្លោះគ្នាធ្វើឲ្យបែកគ្នាធ្វើឲ្យមានបំណែកផ្សេងគ្នានៅក្នុងសមាជិកនៃក្រុមហ្នឹងគឺបង្ហាញឲ្យយើងត្រូវគិតអំពីមនុស្សទាំងឡាយហ្នឹងគឺកំពុងតែផ្សេងគ្នាកំពុងតែបែកគ្នាកំពុងតែដោយឡែកពីគ្នាបានអញ្ចឹងហើយយើងត្រូវរាប់ទៅជាពហុវចនៈវិញដោយសារតែការប្រព្រឹត្តមិនមែនជារួមទៀតទេគឺផ្សេងគ្នាបែកគ្នាអញ្ចឹងវាទៅជាពហុវចនៈដូច្នេះហើយធីមត្រង់នេះគឺយើងទៅជាពហុវចនៈដូច្នេះយើង be verb ត្រូវប្រើជាមួយនឹង are វិញអត់ប្រើជាមួយនឹង is ដូចខាងលើនោះទេ My family eat dinner in different rooms គ្រួសាររបស់ខ្ញុំញ៉ាំអាហារពេលល្ងាចនៅក្នុងបន្ទប់ផ្សេងគ្នាបាទគ្រួសារតែមួយទេក៏ប៉ុន្តែទង្វើនៃសកម្មភាពគឺមនុស្សផ្សេងគ្នាអញ្ចឹងបំបែកទៅជាខុសគ្នាបំបែកទៅជាពហុវចនៈវិញ
ដោយសារអីគេដោយសារបរិបទខាងក្រោយបង្ហាញថានៅក្នុងបន្ទប់ផ្សេងគ្នាបើសិនជាមាន5នាក់មានបន្ទប់5ផ្សេងបើសិនជា10នាក់បន្ទប់10ផ្សេងគឺសកម្មភាពទៅជាមនុស្សបែកគ្នាមនុស្សដោយឡែកពីគ្នាលែងរួមតែមួយទៀតហើយបាទអញ្ចឹងនាំឲ្យ family ត្រង់នេះគឺទៅជាពហុវចនៈវិញដូច្នេះហើយគឺ it លែង time s ទៀតហើយបើខាងលើគឺ time s ដោយសារជាឯកវចនៈតែខាងនេះទៅជាពហុវចនៈវិញដោយសារបរិបទបង្ហាញថាបែកគ្នាដោយឡែកពីគ្នាអញ្ចឹងកិច្ចសព្ទគឺលុប s ចោលវិញបាទ This use is more common in British English ការប្រើប្រាស់បែបហ្នឹងគឺគេប្រើនិយមជាច្រើននៅក្នុងចក្រភពអង់គ្លេសបាទអញ្ចឹងនៅក្នុងភាសាអង់គ្លេសលើស្គាល់លោកគេមានគោល2គឺ British UK ហើយនិង American គឺ US អញ្ចឹង UK សំដៅទៅលើចក្រភពអង់គ្លេសសំដៅទៅលើការប្រើភាសាអង់គ្លេសបែបចក្រភពអង់គ្លេស American គឺសំដៅទៅលើអាមេរិកាំងគឺប្រើប្រាស់ភាសាអង់គ្លេសតាមបែបអាមេរិកាំងដោយឡែកនៅក្នុងការដែលគេបែងចែកនាមប្រមូលផ្ដុំឲ្យទៅជាឯកវចនៈឬក៏ទៅជាពហុវចនៈនេះឯងគឺគេថាមេរៀនបែបហ្នឹងការគិតបែបហ្នឹងគឺគេនិយមប្រើនៅក្នុង British ប្រើនៅក្នុងចក្រភពអង់គ្លេសបាទអញ្ចឹងហើយកន្លែងនេះគឺចង់បង្ហាញថានាមប្រមូលផ្ដុំដែលខាងលើគេបែងចែកជាឯកវចនៈខាងក្រោមគេបែងចែកជាពហុវចនៈគឺភាគច្រើនប្រជាជនឬក៏ការប្រើប្រាស់បែប British English នឹងឯងតែអាមេរិកាំងវិជាជនដែលគេប្រើបំបែកទៅជាឯកវចនៈទៅជាពហុវចនៈដែលយើងបានរៀនជាមួយគ្នាហ្នឹងគឺគេមិននិយមប្រើទេបាទជាងគេនិយមប្រើតែ British English តែប៉ុណ្ណោះបាទអូខេអញ្ចឹងបងប្អូនយល់ហើយតើតើជាមួយអ្វីដែលខ្ញុំបានចង់និយាយតើតើជាមួយនឹងនាមប្រមូលផ្ដុំដែលមានលក្ខណៈផ្គុំនៃពាក្យហើយមានលក្ខណៈប្រើជាមួយនឹងការផ្ដុំជាមួយនឹងបូកជាមួយនឹងពាក្យ off ផងដែរហើយក៏មានការបំបែកពីឯកវចនៈទៅជាពហុវចនៈទៅតាមអ្វីដែលយើងបានរៀនជាមួយគ្នាហើយបាទបន្តទៅនេះគឺយើងចូលនៅក្នុងការសន្ទនាដែលភ្ជាប់ជាមួយនឹងមេរៀនរបស់យើងម្ដងដែលមានចំណងជើងថា morning at school ពេលព្រឹកនៅឯសាលាដែលមានតួអង្គសុភ័ក្រនិងវណ្ណៈ Good morning វណ្ណៈ Our class is getting ready for the final exam today អរុនសួស្ដីវណ្ណៈសិស្សរបស់ពួកយើងគឺកំពុងតែត្រៀមខ្លួនសម្រាប់ការប្រឡងបញ្ចប់នៅថ្ងៃនេះ Yes, the class has an important test this afternoon, so everyone is reviewing together. បាទសិស្សទាំងអស់មានតេស្តសំខាន់នៅរសៀលនេះដូច្នេះហើយគ្រប់គ្នាគឺកំពុងតែរំលឹកមេរៀនជុំគ្នា Look, my family lives in Phnom Penh, but they all work in different offices, so it's hard to meet at the same time. មើលណគ្រួសាររបស់ខ្ញុំរស់នៅក្នុងទីក្រុងភ្នំពេញក៏ប៉ុន្តែពួកគាត់ទាំងអស់គ្នានឹងធ្វើការនៅក្នុងការិយាល័យខុសគ្នាដូច្នេះហើយវាលំបាកក្នុងការជួបគ្នានៅឯពេលវេលាតែមួយ My family is planning a weekend trip but a group isn't ready yet because everyone is busy គ្រួសាររបស់ខ្ញុំគឺគម្រោងដំណើរកម្សាន្តចុងសប្តាហ៍ក៏ប៉ុន្តែក្រុមគឺមិនរួចរាល់នៅឡើយដោយសារតែគ្រប់គ្នាគឺរវល់ Wow, look at that flock of birds flying over the schoolyard. They move so smoothly together. Wow, ចូលកលិតឯបក្សាបក្សីមួយវងកំពុងហោះពីលើទីធ្លាសាលាពួកវាធ្វើចលនាបានយ៉ាងរលូនជាមួយគ្នា The flock is amazing. They stay together like a team when flying. វងបក្សាបក្សីគឺអស្ចារ្យពួកវានៅជុំគ្នាដូចជាក្រុមនៅពេលដែលកំពុងហោះ Speaking of teams, the school football team is practicing hard for tomorrow's match. បើនិយាយពីក្រុមបាល់ទាត់សាលាគឺកំពុងអនុវត្តយ៉ាងស្វិតស្វាញសម្រាប់ការប្រកួតនៅថ្ងៃស្អែក I heard the team are discussing new strategy to play better as a group ខ្ញុំឮថាក្រុមកំពុងពិភាក្សាយុទ្ធសាស្ត្រថ្មីដើម្បីលេងឲ្យបានល្អជាក្រុម There is a stack of books on the teacher's desk
we can use them to prepare for the exam មានសភៅមួយជុងនៅលើតុការិយាល័យរបស់លោកគ្រូពួកយើងអាចប្រើប្រាស់ពួកវាបានដើម្បីប្រៀបធៀបទៅលើការប្រឡង Yes the stack of books is very heavy but it will help us study well បាទសភៅមួយជុងហ្នឹងគឺធ្ងន់ណាស់ប៉ុន្តែវាអាចជួយពួកយើងសិក្សាបានល្អជាយើងឃើញពាក្យដែលជាអក្សរឌិតនឹងឯងដូចជា group team stack អូខេពាក្យ group ពាក្យ family នឹងឯងបាទពាក្យ class នឹងឯងគឺជានាមប្រមូលផ្ដុំនឹងឯងដែលវាក្តោបដែលវាផ្គុំទៅលើពាក្យទាំងឡាយឬក៏សមាជិកទាំងឡាយនៅក្នុងវានឹងឯងបាទអូខេអញ្ចឹងបន្ទាប់ពីយើងរៀនស្ដាប់អំពីការសន្ទនារួចហើយយើងវិលមកធ្វើលំហាត់ម្ដង choose the correct verb is are ចូលជ្រើសរើសកិរិយាសព្ទឲ្យបានត្រឹមត្រូវដែលមាន is ហើយនិង are បាទអញ្ចឹង is យើងប្រើជាមួយនឹងឯកវចនៈ are យើងប្រើជាមួយនឹងពហុវចនៈអញ្ចឹងឲ្យនាមប្រមូលផ្ដុំរបស់យើងមួយអាចប្រែប្រួលឯកវចនៈឬក៏ពហុវចនៈទៅតាមបរិបទដែលនៅខាងក្រោយវានេះឯងបាទអញ្ចឹងបងប្អូនឲ្យគិតឲ្យបានលម្អិតឲ្យបានច្បាស់អំពីបរិបទរបស់វានៅខាងក្រោយថាតើនាមប្រមូលផ្ដុំរបស់យើងជាពហុវចនៈឬក៏ជាឯកវចនៈបើសិនជាឯកវចនៈអញ្ចឹងយើងប្រើ is បើសិនជាពហុវចនៈយើងប្រើ are បាទអញ្ចឹងយើងមើល The team is are playing very well today ក្រុមកំពុងលេងបានយ៉ាងល្អថ្ងៃនេះអញ្ចឹងកាលណាលេងបានយ៉ាងល្អវាតតែយើងតែមួយរួមគ្នាឲ្យសមាជិកទាំងឡាយដែលនៅក្នុងក្រុមគឺរួមគ្នាតែមួយទើបទទួលបានលទ្ធផលល្អជាងការដែលយើងគិតការដែលយើងធ្វើនេះគឺសំដៅទៅលើរួមតែមួយក្នុងការលេងបាទក្នុងការលេងគឺរួមតែមួយដូច្នេះហើយវានាំឲ្យ team គឺជាឯកវចនៈដូច្នេះយើងត្រូវប្រើជាមួយនឹង is អូខេបន្តទៀតដោយ my family អីគេ is ឬក៏ are living in the countryside គ្រួសាររបស់ខ្ញុំអីគេកំពុងរស់នៅក្នុងជនបទជាងសំដៅទៅលើជនបទគឺសំដៅទៅលើទីកន្លែងតែមួយដែលគ្រួសាររស់នៅក្នុងកន្លែងតែមួយដូច្នេះហើយគឺសំដៅទៅលើគ្រួសារដែលមានភាពរួមគ្នាតែមួយដូច្នេះយើងត្រូវប្រើជាមួយនឹង is បាទអញ្ចឹងខ្ញុំជួយជាយោបល់ប៉ុណ្ណឹងបងប្អូនពិភាក្សាគិតតាមនឹងបន្តទៀតមកថាតើបងប្អូនត្រូវដាក់អ្វី is ឬក៏ are បាទដូច្នេះបងប្អូនជីកវីដេអូ stop ហើយបន្តមកផ្ទៀងចម្លើយជាមួយខ្ញុំបាទនេះគឺជាចម្លើយនៃលំហាត់ខាងលើរបស់យើងមាន is ហើយនិងមាន are បាទអញ្ចឹងកន្លែងយើងឃើញពាក្យថា different room គឺបន្ទប់ខុសគ្នាអញ្ចឹងនាំឲ្យយើងប្រើជាមួយនឹងភាពផ្សេងគ្នានីមួយៗសំដៅទៅលើសមាជិកនីមួយៗដែលបែកគ្នាដែលដោយឡែកពីគ្នាអញ្ចឹងនាំឲ្យវាទៅជាពហុវចនៈបាទអញ្ចឹងកណាបែកគ្នាដោយឡែកពីគ្នាមានថាគេរាប់ទៅហើយគេរាប់1 2 3 4 5ទៅហើយអញ្ចឹងនាំឲ្យវាជាពហុវចនៈដូច្នេះវាគឺជា are អូខេបន្តមកទៀតយើងមើលលំហាត់បន្ទាប់ទៀតបាទ identify the correct sentence ចូលកំណត់ប្រយោគឲ្យបានត្រឹមត្រូវកំណត់ប្រយោគគឺមានន័យថាឲ្យយើងរើស A ឬក៏រើស B នឹងឯងក្នុងប្រយោគគឺមានតែពីរទេគឺដែលខុសគ្នាដែលគឺមាន are ហើយនិងមាន is បាទមាន are និងមាន is ចាំបងប្អូនមើលថាតើគួរប្រើ are ឬក៏ប្រើ is ទៅតាមបរិបទបើសិនជាបង្ហាញអំពីពហុវចនៈយើងប្រើ are បើសិនជាបង្ហាញពីឯកវចនៈយើងប្រើ is បាទខ្លះហ្នឹងប្រើ are ឬក៏ប្រើ is ចឹងយើងមើល The class are very quiet today សិស្សគឺស្ងាត់ណាស់ថ្ងៃនេះបាទសិស្សគឺស្ងាត់ណាស់ថ្ងៃនេះចឹងយើងគិតមើលថាតើសិស្សហ្នឹងបង្ហាញពីសកម្មភាពរួមឬក៏ដោយឡែកបាទយើងវិភាគគិតមើលទៅគឺស្ងាត់គឺមានន័យថាគាត់ទៅផ្លូវតែមួយគឺស្ងប់ស្ងាត់បាទចឹងយើងបង្ហាញពីឯកវចនៈនៃពាក្យសិស្សនេះឯងពាក្យ class នេះឯងដូច្នេះយើងត្រូវប្រើគេត្រូវប្រើ is ដែលសារជាឯកវចនៈជាងឯកវចនៈយើងប្រើជាមួយនឹង is អូខេបងប្អូនគិតពិចារណាតាមនឹងទៀតមកថាតើអ្វីដែលត្រូវប្រើ is ឬក៏ are អូខេអញ្ចឹងបងប្អូនថត screen ទុកហើយប្រៀបធៀបចម្លើយទៅបានចឹងយើងបង្ហាញអំពីលំហាត់គឺមានទី1ដល់ទី4បាទបន្តទៀតគឺទី5ដល់ទី9បងប្អូនថត screen ទុកទៅហើយប្រៀបធៀបចម្លើយគិតឲ្យហើយចាំប្រៀបធៀបចម្លើយជាមួយខ្ញុំអូ
គេបន្តទៀតគឺលេខ10បាទលេខ10អូខេអញ្ចឹងហើយបងប្អូនធ្វើឲ្យបងប្អូនផ្ទៀងចម្លើយដូចតទៅបាទនេះគឺជាចម្លើយនៃលំហាត់ខាងលើរបស់យើងមិនអញ្ចឹងហើយអ្វីដែលប្រើខុសគេគឺមានតែ2ទេគឺលេខ7ហើយនឹងលេខ9គឺវាប្រើជាមួយនឹង r ខុសគេហេតុអីដោយសារតែនេះបង្ហាញអំពីគម្រោងខុសគ្នាតែខុសគ្នាវាបែកគ្នាទៅជាភពវចនៈហើយអញ្ចឹងយើងប្រើជាមួយនឹង r អញ្ចឹងលេខ7គឺយើងហើយប្រើ b បាទហើយតទៅទៀតលេខ9គឺគេមានពាក្យថា the team are discussing their role ក្រុមគឺកំពុងពិភាក្សាទូនាទីរបស់ពួកគេអញ្ចឹងក្នុងក្រុមទូនាទីមិនអាចដូចទេទូនាទីនីមួយៗម្នាក់នៅក្នុងក្រុមគឺតើតែខុសគ្នាបាទបានធ្វើការទៅបានអូខេអញ្ចឹងយើងឃើញថានេះបង្ហាញអំពីទូនាទីខុសគ្នានាំឲ្យយើងប្រើជាមួយនឹង r បាទអញ្ចឹងទី9ជា a នឹងឯងបាទជា a ហើយក្រៅពីហ្នឹងគឺសុទ្ធតែ is បាទក្រៅពីទី7និងទី9គឺសុទ្ធតែ is គាត់តែវាឲ្យលើកដាក់លើក្រោមធ្វើឲ្យយើងយល់ច្រឡំបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងបងប្អូនអាចមានអីសំណួរសួរអាចចុចឆាតមកខ្ញុំបានហើយគេខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយមេរៀនក្រោយសូមអរគុណសូមជម្រាបលា